សួស្តីអ្នកទាំងអស់គ្នាចានេះបានមកជួបគ្នាទៀតហើយដោយសារនេះខ្ញុំលើក topic យកមកនិយាយថ្ងៃមុនពីរឿង living trust ដែលថាក្នុងករណីថាបងប្អូនដាក់ផ្ទះយើងនៅក្នុង trust ទៅក្នុងប្រការដែលថាមានបញ្ហាកើតឡើងសម្រាប់យើងចាអញ្ចឹងនេះខ្ញុំចង់សម្ដែងបន្ថែមតិចចាអញ្ចឹងបើយើងនិយាយងាយស្រួលទៅពេលដែលយើងនិយាយថាដាក់ផ្ទះនៅក្នុង living trust ចា living trust គឺជាបណ្ដាំមរតកមួយដែលក្នុងករណីមានបញ្ហាកើតឡើងអញ្ចឹងកន្លែងអ្នកដែលគេយកច្បាប់គេមកប្រើហ្នឹងអញ្ចឹងគេយកសំណុំឯកសារនៅក្នុង living trust ហ្នឹងគឺយើងយកទៅប្រើការក្នុងហ្នឹងគឺយើងនិយាយទៅមិនមែនទៅទ្រព្យសម្បត្តិដូចជាចង់ដាក់ទ្រព្យទេចា living trust គឺយើងដាក់ស្អីក៏បានដែរនិយាយទៅឲ្យជារបស់របស់យើងគឺជាម្ចាស់កម្មសិទ្ធិចាដូចក្នុងថ្ងៃមុនអញ្ចឹងមានបងប្អូនក៏សួរខ្ញុំថាចុះបើសិនជាក្នុងករណីថាគាត់មានផ្ទះជាមួយនឹងបងប្អូនគាត់មានផ្ទះជាមួយនឹង partner និយាយទៅគឺយើងសម្គាល់ចង់និយាយថាស្អីក៏ដោយដែលជាទ្រព្យសម្បត្តិយើងក្នុងករណីមានបញ្ហាកើតឡើងគឺយើងក៏ត្រួសតាម living trust ហ្នឹងអញ្ចឹងបើយើងមានផ្ទះជាមួយបងប្អូនអញ្ចឹងធម្មតាវាจะយោងទៅលើថាតើភាគហ៊ុននៅក្នុងផ្ទះហ្នឹងយើងមានប្រមាណ%អញ្ចឹងពេលដែលគេឆែកសំណុំឯកសារទៅអញ្ចឹងគេយកទៅតាម%នេះអញ្ចឹងហើយអញ្ចឹងនេះខ្ញុំចង់បញ្ជាក់ថាគឺរឿងនិយាយពីរឿងទ្រព្យសម្បត្តិហ្នឹងអញ្ចឹងបើសិនជាផ្ទះហ្នឹងយើងមានលក្ខណៈថាអូនជាមួយបងប្អូនអញ្ចឹងបងប្អូនត្រូវប្រកួតស្ដាយយើងហើយបានយើងបើកទៅជា living trust ហ្នឹងក៏បានឬមួយក៏យើងនិយាយទៅស្អីក៏ដោយឲ្យតែយើងមានគេហៅថាសិទ្ធិឬមួយជាកម្មសិទ្ធិនៅក្នុងទ្រព្យសម្បត្តិហ្នឹងអញ្ចឹងរបស់ហ្នឹងគឺមិនទៅជារដ្ឋចាពេលនេះខ្ញុំនិយាយហ្នឹងគឺយើងតាក់ទងតាំងពីទ្រព្យសម្បត្តិតាក់ទងតាំងពីលុយតាក់ទងតាំងពីក្នុងលុយនៅធនាគាររបស់យើងមានដូចជាក្នុងឡានក្នុងទ្រព្យសម្បត្តិអញ្ចឹងគឺចង់និយាយថាគឺយើងសម្គាល់ទៅលើហ្នឹងទាំងអស់គាត់ថាធម្មតាបើសិនជាផ្ទះពេលដែលយើងមានបញ្ហាកើតឡើងអញ្ចឹងធម្មតាអាហ្នឹងវាទៅជារបស់រដ្ឋរបស់អីប៉ុន្តែបើសិនជាយើងបើកសំណុំឯកសារហ្នឹងទៅអញ្ចឹងស្អីក៏ដោយដែលជាសំណុំឯកសារឈ្មោះរបស់យើងគឺវាអរ៉ូតែម្ដងហ្មងទៅលើអ្នកណាដែលយើងដាក់នៅក្នុងបណ្ដាំមរតកហ្នឹងអញ្ចឹងពេលដែលយើងរៀបចំសំណុំឯកសារគឺវាត្រូវការព័ត៌មានជាក់លាក់នៃការសម្រេចចិត្តចាហើយណាមួយទៀតខ្ញុំចង់និយាយថាពេលដែលយើងបើកអាហ្នឹងមិនមែនថាយើងអត់មានសិទ្ធិកែប្រែទេអញ្ចឹង living trust គឺយើងអាចមានសិទ្ធិព្រោះយើងគឺជាម្ចាស់អញ្ចឹងមកថាថ្ងៃក្រោយទៅអ្នកទាំងអស់គ្នាថាចង់ឲ្យកូនស្រាប់ថ្ងៃក្រោយទៅមើលទៅកូនដូចជាមិនតាមកន្លងថយអញ្ចឹងណាអញ្ចឹងចង់ដកគាត់ចេញវិញអញ្ចឹងយើងក៏ដកបានដែរព្រោះយើងគឺជាម្ចាស់កម្មសិទ្ធិអញ្ចឹងក្នុងករណីថាពេលមានបញ្ហាកើតឡើងដរាបណាយើងអត់ទាន់ស្មាតទោសមានបញ្ហាអញ្ចឹងគឺយើងនៅតែមានសិទ្ធិនៅក្នុងកម្មសិទ្ធិផ្ទះហ្នឹងយើងគឺជាម្ចាស់ living trust យើងគឺជាម្ចាស់ផ្ទះយើងគឺម្ចាស់ទ្រព្យសម្បត្តិរបស់យើងហ្នឹងចាអញ្ចឹងបើយើងអត់ទាន់មានបញ្ហាកើតឡើងទេទ្រព្យសម្បត្តិហ្នឹងក៏អត់មានទាន់ទៅជារបស់អ្នកណាគេដែរវាទៅជារបស់យើងតែទេអ្នកទាំងអស់គ្នាចាអញ្ចឹងរឿងថាឆ្លើយសំណួរតាក់ទងទៅរឿង living trust ច្រើនគឺនេះខ្ញុំមិនអាចឲ្យយោបល់អ្នកទាំងអស់គ្នាទេគឺយោងទៅតាមមេធាវីដែលអ្នកទាំងអស់គ្នាពិភាក្សាយោងទៅតាម case គាត់ថានេះខ្ញុំបានតែចែករំលែកដឹងព័ត៌មានជាទូទៅអញ្ចឹងនេះខ្ញុំគិតថានេះគឺជាការដាស់តឿនសម្រាប់បងប្អូនខ្មែរយើងដែលគាត់ចាប់អារម្មណ៍ចង់ធ្វើអញ្ចឹងគឺជាការ protect សម្រាប់ទីថាទ្រព្យសម្បត្តិរបស់យើងអញ្ចឹងណាចាអ្នកទាំងអស់គ្នាចាអញ្ចឹងសម្រាប់ថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេចាសុខសប្បាយអ្នកទាំងអស់គ្នាជួបគ្នាទៀតណាបាយបាយ